សូមគោរពជំរាបសួរបងប្អូនចានាងខ្ញុំម៉ារីថ្ងៃនេះដែរនាងខ្ញុំសូមធ្វើវីដេអូចាគឺទៅចូលរួមកម្មវិធីកូនស្រីរបស់នាងខ្ញុំចាគឺកម្មវិធី Happy Mother Day ចាដែលកម្មវិធីនេះគឺធ្វើឡើងនៅថ្ងៃទី10ឧសភាចាបងប្អូនកម្មវិធីបុណ្យនេះដែរតែខាងសាលាគឺធ្វើមុនដោយសារតែថ្ងៃ10ឧសភាគឺត្រូវជាថ្ងៃសៅរ៍អញ្ចឹងមិនអាចធ្វើបានព្រោះជាថ្ងៃឈប់weekend ចាអញ្ចឹងក៏ខ្ញុំបានចូលរួមជាមួយនឹងកូនស្រីដើម្បីឲ្យកូនស្រីបានគោរពប្រតិបត្តិនិងរំលឹកគុណម្ដាយចាដោយក្នុងវីដេអូនេះដែរខ្ញុំបានឃើញនៅអត្ថន័យនៃព្រះពុទ្ធសាសនាដែលលោកគ្រូចានិពន្ធនៅជាបទកកតិនិងបានពន្យល់ជាអត្ថន័យរាយចារបស់លោកគ្រូភិក្ខុងិនផេនចាខ្លឹមសារមនុស្សយកសម្ដីដំរីយកភ្លុកខ្មែរចងក្រងទុកជាពាក្យប្រដៅនាងនួនខ្លំក្នុងឫស្សីខ្លំក្រៅខ្លំមនុស្សសំដៅនៅត្រង់ពោលពិតចានេះគឺជាខ្លឹមសាររបស់មនុស្សដោយមួយទៀតគឺការរលឹកដាស់តឿនចំពោះកូនប្រុសស្រីកូនប្រុសកូនស្រីគួរគប្បីគោរពប្រណិប័តព្រះកន្លងយើងទាំងអស់គ្នាជាកូនប្រុសស្រីទោះបីស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយក៏យើងត្រូវមានគំនិតគិតជានិច្ចនៅគុណនុបការៈរបស់មេត្តាបិតាទោះនៅក្នុងសពថ្ងៃនេះក្តីឬក៏អនិច្ចកម្មក្តីបាត់ទៅហើយក្តីត្រូវតែមានចិត្តនឹករលឹកដល់ព្រះរស់ទាំងពីរឲ្យបានជាប្រក្រតីនេះជាកាយវិការឬជាអំពើមួយយ៉ាងល្អប្រពៃណាស់ព្រោះការដឹងគុណនឹកគុណគោរពគុណគឺជាការបណ្ដោះពូជល្អសេចក្តីល្អអំពើល្អជាកតញ្ញូកតវេទីធម៌មួយល្អប្រសើរក្រៃលែងណាស់ចានេះយើងខ្ញុំបានដកស្រង់ចេញពីសៀវភៅកំណើតទាំង4ចារបស់ព្រះភិក្ខុនៃព្រះចៅអត្តកាចារបស់ព្រះអង្គងិនផេនចានៅវត្តពោធិវង្សប្រទេសបារាំងចាអញ្ចឹងខ្ញុំពេញចិត្តហើយសូមគោរពអរគុណបងប្អូនដែលបានទស្សនានៅវីដេអូនេះដែរចាបន្តពីខ្ញុំបានពោលពាក្យនេះហើយចាសូមដែលបងប្អូនបានឃើញចាដូចជារំលឹកដល់ខ្លួនឯងដែរថាថ្ងៃរបស់អ្នកម្ដាយចា Happy Mother Day នេះគឺធ្វើឡើងដើម្បីរំលឹកគុណអ្នកម្ដាយដែលបានលះបង់នៅចាគឺគុណទាំង12បងប្អូនចាមានសពគ្រប់ទាំងអស់ឈាមចាមុនដំបូងនោះគឺជីវិតចាដើម្បីកូនដើម្បីបានទទួលនៅកូនជាទីស្រឡាញ់កូនជាទីសំណប់ចិត្តចាសង្ឃឹមថាកូននឹងមានការរីកចម្រើនដើម្បីជួយជាតិសាសនាព្រះមហាក្សត្រចាបន្តពីខាងសាលារៀនបានមានកម្មវិធីមួយគឺឲ្យអ្នកម្ដាយអង្គុយហើយឲ្យម្ដាយនេះស្ដាប់សូរសំនៀងចាសាសានុសិស្សដតីហើយថាតើសំឡេងមួយណាជាកូនចាហើយវីដេអូនេះក៏បានរំលងមកហើយចាដល់
វគ្គកម្មវិធីផាត់ពណ៌ដើម្បីរៀបចំជាបាច់ផ្កាចាជាមួយនឹងកូនជាមួយនឹងម្ដាយចានេះហើយជាទឹកចិត្តម្ដាយគ្រប់រូបលើពិភពលោកលើសកលលោកនេះចាទឹកចិត្តដ៏ធំធេងដែលស្រឡាញ់កូនមិនមានអ្វីកាត់ថ្លៃបានចាអញ្ចឹងកូនស្រីរបស់ខ្ញុំបានកាត់ក្រដាសចាដើម្បីធ្វើរូបផ្កាជូនម្ដាយចាហើយសូមបងប្អូនចាមិនថាវ័យណាក៏ដោយសូមស្រឡាញ់ម្ដាយឪពុកលោកឪពុកអ្នកម្ដាយស្រឡាញ់កូនដោយកូនចេះគោរពដោយកូនចេះស្រឡាញ់គ្នានេះហើយដែលឪពុកម្ដាយចង់បានគឺប្រកបទៅដោយកតញ្ញូកតវេទីគោរពដឹងគុណស្រឡាញ់ចាបងប្អូនអញ្ចឹងវីដេអូនេះក៏មិនមានអីច្រើនទេបងប្អូនណាចាអញ្ចឹងសូមលើកទឹកចិត្តចានៅវគ្គបញ្ចប់នៃកម្មវិធីគឺលោកគ្រូអ្នកគ្រូបានធ្វើរូបថតអនុស្សាវរីយ៍ចាដោយឲ្យកូនសិស្សទៅស្វែងរករូបថតជាមួយនឹងម្ដាយចាឲ្យយកមកជូនអ្នកម្ដាយចាអញ្ចឹងសូមគោរពអរគុណបងប្អូនជាទីស្រឡាញ់សូមរីករាយនៅថ្ងៃទិវានៃអ្នកម្ដាយចាសូមគោរពអរគុណបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាណាចា